បាទសួស្តីសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងមានការអាប់ដេតពិសេសមួយពាក់ព័ន្ធទៅនឹង Microsoft Excel ទៅលើកម្មវិធីខ្មែរ Editor ពីមុនឡើយខ្មែរ Editor នៅលើ Microsoft Excel គឺគ្រាន់តែ support calendar ទេប្រតិទិនទេប៉ុន្តែបច្ចុប្បន្ននេះគឺវាបានស្គាល់នៅការ scan មុខងារនៃការចាប់ទៅលើលេខបំលែងជាអក្សរលេខដែលកាត់ក្បៀសកាត់ខ្ទង់មិនត្រឹមត្រូវលើសពីអ្វីដែលមុខងារ calendar យើងមានមុខងារ calendar សូមរំលឹកឡើងវិញថាយើងអាចបញ្ចូលនៅមុខងារការបរិច្ឆេទដូចជាការបង្ហាញទម្រង់ខ្លីបាទឬក៏ការបង្ហាញនៅសុចគតិឬក៏ការបង្ហាញនៅទម្រង់ចន្ទគតិឬក៏ទម្រង់ពេញលេញតែម្ដងបាទមានន័យថាទាំងចន្ទគតិនិងសុចគតិតែម្ដងនៅលើ calendar យើងអាចផ្លាស់ប្ដូរនៅការបង្ហាញជាតិលេខឬក៏ការបង្ហាញនៅថ្ងៃឈប់សម្រាកឬក៏សប្តាហ៍ថ្ងៃចាប់ផ្ដើមនៃសប្តាហ៍ក៏យើងអាចចូលទៅក្នុង setting បានផងដែរបាទគឺយើងអាចដូរបានហើយពាក់ព័ន្ធទៅនឹងមុខងារថ្មីការអាប់ដេតនេះគឺការធ្វើឲ្យការប្រើប្រាស់ការកំណត់ setting កាន់តែលឿននៅពេលដែលយើង double click ទៅលើថ្ងៃសិលគឺវានឹងដូរ icon នៅពេលដែលយើង double click ទៅលើបាទ double click រហូតដល់យើងពេញចិត្តនៅ icon មួយណានៅពេលដែលយើង double click ទៅលើថ្ងៃទូទៅមិនមែនជាថ្ងៃសិលគឺវានឹងដូរទៅជាលេខខ្មែរឬក៏ទៅជាលេខអន្តរជាតិតែម្ដងនៅពេលដែលយើង double click ទៅលើអា free space នៃ calendar របស់យើងនេះបាទអញ្ចឹងវាបដូរជាទម្រង់ថ្ងៃអញ្ចឹងថ្ងៃសប្តាហ៍គឺចាប់ផ្ដើមពីថ្ងៃអាទិត្យបាទដែលយើង double click ម្ដងទៀតសប្តាហ៍ចាប់ផ្ដើមពីថ្ងៃច័ន្ទបាទអញ្ចឹងងាយស្រួលinterface មួយណាដែលត្រូវចិត្តបងប្អូនបាទលេខខ្មែរបាទលេខអន្តរជាតិថ្ងៃចាប់ផ្ដើមថ្ងៃច័ន្ទឬក៏ថ្ងៃចាប់ផ្ដើមនៃសប្ដាហ៍ថ្ងៃអាទិត្យបាទអញ្ចឹងយើងអាចដូរបានតាមតម្រូវការហើយយើងអាច insert បានទម្រង់ច្រើនបែបចន្ទគតិសុចគតិនិងទម្រង់ពេញលេញតែម្ដងយើងសង្ខេបឡើងវិញតែលើសពីនេះដែលយើងបានបញ្ជាក់ពីខាងដើមអញ្ចឹងយើងអាច scan បានផងដែរយើងមានមុខងារ scan ទូទៅដោយដៃឬក៏ smart scan ឥឡូវនេះយើងចាប់ផ្ដើមជាមួយនឹងមុខងារនៃការ scan ដោយដៃយើង select ទៅលើ cell ណាដែលយើងចង់ scan ហើយយើងចុចពិនិត្យតែម្ដងបាទពេលពិនិត្យនោះគេនឹងបង្ហាញថាថ្ងៃណាមួយបាទកន្លែងនេះយើងចង់ដោយសារយើងកំណត់ក្នុងការ setting ទៅជាទម្រង់ពេញលេញអញ្ចឹងវា suggest ឲ្យយើងបាទវាមិនខុសអីពីនៅលើ Microsoft Word ទេប៉ុន្តែគាត់ថានៅក្នុង Excel វាមិនមែន highlight background ទេគឺវា highlight color ទៅលើ text ហ្នឹងបាទហើយនៅពេលដែលយើង click ទៅលើ card វានឹងរត់ទៅលើ cell មួយនឹងឯងបាទដូចគ្នាដែរនៅពេលដែលយើង click ទៅលើ cell មួយបាទវានឹង respond វានឹងឆ្លើយតបទៅនឹង card របស់វារៀងខ្លួនបាទអញ្ចឹងដូចករណីនេះអញ្ចឹងយើងបានកំណត់ថាពីលេខអន្តរជាតិហើយយើងកាត់ខ្ទង់ហើយយើងថែមលេខថែមបរិយាយជាអក្សរក៏បានដែរអញ្ចឹងដូចបញ្ជាក់ឡើងវិញអញ្ចឹងថាយើងអាចកំណត់បាននៅក្នុងការត្រួតពិនិត្យលេខនេះយើងចង់បានទម្រង់បែបណាមួយបាទគឺយើងអាចដូរតាមចិត្តហើយពាក់ព័ន្ធនឹង cell មួយនេះគឺយើងដូរវាពីការសរសេរទៅជាលេខអន្តរជាតិបាទនេះគឺពាក់ព័ន្ធទៅនឹងការ scan ដោយដៃប៉ុន្តែពាក់ព័ន្ធការ scan auto smart scan តើនៅពេលដែលយើងបើកទៅវាមានលក្ខណៈបែបម៉េចបាទអញ្ចឹងយើងគ្រាន់តែបើក smart scan មកអញ្ចឹងទៅយើង select បាទទៅលើ row មួយណាបាទដែលមានបញ្ហាវានឹងបង្ហាញហើយបាទ suggest ថាអ្វីដែលយើងបានកំណត់បាទករណីនេះពេញលេញអញ្ចឹងវាអត់មាន suggest អីទេបាទមាន suggest ទេតែនៅយើងសេទម្រង់កាត់បែបនេះគឺវា suggest បាទអញ្ចឹងទាំងមុខងារ smart scan បាទហើយនឹងមុខងារscan ដោយដៃក៏បានបង្ហាញយ៉ាងត្រឹមត្រូវផងដែរពាក់ព័ន្ធទៅនឹងការបរិច្ឆេទពាក់ព័ន្ធនឹងលេខទាំងអស់ហ្នឹងគឺ
Microsoft Excel បច្ចុប្បន្ននេះគឺបាន support ពេញលេញដូចនៅលើ Microsoft Word អញ្ចឹងដូចគ្នាដែរបាទអញ្ចឹងរំលឹកឡើងវិញថានៅក្នុង Microsoft Word ការបង្ហាញឬមិនបង្ហាញ color គឺយើងសំដៅទៅលើ highlight background ពីក្រោយក៏ប៉ុន្តែនៅលើ Microsoft Excel ដោយសារយើង scan តែលេខហើយនឹងការបរិច្ឆេទទេអញ្ចឹងវាអត់មានបាន scan ទៅលើកំហុសពាក្យអីទេនៅក្នុង Microsoft Excel យើងកំណត់ឲ្យតែពីរហ្នឹងទេវាខុសពី setting នៅលើ Microsoft Word តែនៅលើ Microsoft Word យើងមាន setting ច្រើនបាទច្រើនបាទទៅលើ Microsoft Excel គឺមានតែពីរហ្នឹងទេការកំណត់គ្រប់នៅលេខនិងការកំណត់ ប្រតិទិនបាទអញ្ចឹងសង្ឃឹមថាការអាប់ដេតនេះធ្វើឲ្យងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទាំងនៅលើ Microsoft Word និងលើ Microsoft Excel ដែលងាយស្រួលសម្រាប់ការបំលែងពីលេខទៅជាការបរិយាយបន្ថែមជា text បាទបន្ថែមទៀតអញ្ចឹងវីដេអូយើងខ្លីមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការគាំទ្រនិងការតាមដានទស្សនា